ជានេះខ្ញុំកំពុងតែចិត្តស្លាប់ហើយចេញហ្វឹងលោកគួរតែព្យាបាលឲ្យជាសិនទៅមិនបាច់មកកុហកខ្ញុំទេរាងកាយខ្ញុំដឹងច្បាស់ណាស់ខ្ញុំព្យាបាលលែងជាហើយទាំងអស់នេះដោយសារតែនាងមិនចាំបាច់មកសម្ដែងទេសុំទោសខ្ញុំមិនត្រូវការសុំទោសទេខ្ញុំត្រូវការឲ្យនាងរៀបការជាមួយខ្ញុំខ្ញុំមិនអាចធ្វើបែបនឹងបានទេនាងបានស្រឡាញ់លោកពូហើយមែនទេខ្ញុំជួយនាងរហូតដល់ខ្លួនឯងធ្លាក់ខ្លួនឈឺតែក្នុងរយៈពេលដែលនាងជាគូដណ្ដឹងខ្ញុំនាងបែរជាទៅដេកជាមួយលោកពូបើសិនជារឿងនេះបែកធ្លាយចេញទៅនាងសាគិតមើលទៅថាជីជីងឈើនិង BC ហើយនឹងជីក្រុមថានឹងមានផលប៉ះពាល់កម្រិតណាអានីងខ្ញុំសោះពេលមិនច្រើនទៀតទេនាងអាចត្រឡប់មករកខ្ញុំជួយខ្ញុំម្ដងទៀតទៅខ្ញុំធ្លាប់សម័យថានឹងក្លាយជាប្រធានក្រុមហ៊ុនជីតើបានទេអូនសម្លាញ់ចុះពយន្តហោះហើយមែនទេថ្ងៃនេះលោកប្រធានអាម៉ាន់ក្រុមហ៊ុន BC Group បានធ្វើដំណើរត្រឡប់មកវិញក្នុងអំឡុងពេលដែលធ្វើធុរកិច្ចនៅឯតាមខេត្តជាច្រើនថ្ងៃកន្លងមកពូតូនេះជាលើកដំបូងដែលខ្ញុំគិតថាជីនហ្វឹងមិនគួរជួយខ្ញុំនៅពេលហ្នឹងទេគេនឹងមិនបានធ្លាក់ខ្លួនឈឺហើយខ្ញុំក៏នឹងគ្មានឱកាសបានមកស្រឡាញ់លោកដែរជីងឆឹងឯងត្រឡប់មកវិញល្មមនៅសុកក្មេងទាំងពីរនេះក៏ប្រាប់ថាគេរៀបការជាមួយគ្នាលោកពូក្រោយពេលដែលខ្ញុំរៀបការហើយនោះអានីងនឹងត្រឡប់មកធ្វើការនៅក្រុមហ៊ុនជីវិញជីអានេះបានន័យថាម៉េចពូតូចគឺថាខ្ញុំនឹងជីងហ្វឹងគ្រាន់តែមានរឿងយល់ច្រឡំនឹងគ្នាពេលនេះយើងយល់ពីគ្នាវិញហើយប្រាប់ខ្ញុំមកមើលគេប្រាស្អីមកគម្រាមនាងគេគម្រាមអីប្រាប់ខ្ញុំមកអត់ទេមិនមានទេខ្ញុំចង់ជ្រើសរើសជីងហ្វឹងស្រាប់ហើយខ្ញុំនឹងរៀបការជាមួយជីងហ្វឹងនេះជារឿងសំខាន់ដែលនាងចង់ប្រាប់ខ្ញុំមែនទេលោកពូពួកយើងគឺយល់ពីចិត្តគ្នាហើយរឿងនេះគួរតែចប់បានល្អបំផុតពូគួរតែសប្បាយចិត្តហើយជីជីងហ្វឹងឯងចូលស្អីមកគម្រាមនាងមិនអីទេមែនទេបងជូពូតូចត្រឡប់មកវិញហើយនៅលោកប្រុសមករើអីវ៉ាន់ចេញទៅអស់ហើយប្រាប់ថានឹងចេញទៅនឹងម្នាក់ឯងអោអានីងលោកតាត្រឡប់មកវិញហើយចាលោកតាពូរបស់ចៅប្រហែលជាស្រីម្នាក់នឹងត្រូវចាប់បាត់ទៅហើយក៏ត្រូវបោះបង់ចោលដែរមើលទៅនោះលោកតាហេតុអីបានជាគិតបែបហ្នឹងព្រោះថ្ងៃនេះតាទៅរកគេស្គមខ្លាំងណាស់ហើយពុកមាត់របស់គេក៏មិនកោដែរធ្វើខ្លួនដូចជំនួសខូចចិត្តគាត់បានញ៉ាំបាយដែរទេពេលនេះល្អឡើងវិញគេព្រមទៅជួបមនុស្សស្រីដែលអ៊ំសាងដែលជួយណែនាំហើយណោះអញ្ចឹងល្អហើយ
ទៀតហើយមែនទេ នាងមិនបានចាក់សោបានន័យថានាងចង់ឲ្យខ្ញុំចូលមកមែនទេ ខ្ញុំមិនដឹងទេ មួយសប្តាហ៍ក្រោយមក លោកពូតូចជីងឆឹងពេលនេះយើងទៅបានហើយនៅ អានីងមកដល់ហើយមែនទេនេះជាមិត្តភក្តិស្រីរបស់លោកពូហើយក៏ធ្លាប់រៀនជាមួយគ្នាដែរ អានីងមិនបានជួបគ្នាយូរហើយសួស្ដី ពួកយើងឆាប់ទៅ ចាជីងហ្វឹងអានីងចាំជួបគ្នាពេលក្រោយទៀតណា អានីងលោកពូនិងអ្នកនាងយ៉ាងពិតជាសមគ្នាខ្លាំងណាស់ថ្ងៃនេះគេចុះមករើអីវ៉ាន់ពីជីគ្រប់អស់ទៅហើយគេមិនសមមកក្រុមហ៊ុនជីទៀតទេ គេព្រមចាញ់រឿងជីគ្រប់ហើយនឹងរឿងរបស់ខ្ញុំទៀត ដល់នាងយ៉ាងខ្ញុំដឹងថាប៉ារបស់នាងឲ្យមកតាមប៉ុន្តែវាគ្មានប្រយោជន៍ទេព្រោះខ្ញុំមិនស្រឡាញ់នាង ប្រធានជីមិញនេះហេតុអីលោកមិនព្រមនិយាយទៅថាខ្ញុំមិនមែនសង្សារអូលោកស្រឡាញ់ក្មួយប្រសានោះមែនទេមិនបាច់ញាក់ផ្អើលទេខ្ញុំមើលនាងបែបហ្នឹងសូម្បីតែកូនក្មេងក៏មើលដឹងដែរការពិតណាស្រីដែលខ្លួនស្រឡាញ់នៅជាមួយក្មួយបង្កើតខ្លួនឯងលោកធ្វើអីមិនកើតបើស្នេហាមិនសមអំណងចំណែកខ្ញុំក៏ត្រូវអ្នកផ្ទះជំរុញអញ្ចឹងដែរយើងមកធ្វើកិច្ចសន្យាជាមួយគ្នាជួយគ្នាចាត់ការតាមឪពុកម្ដាយជុំគ្នាល្អទេ ទៅចាត់ការខ្លួនឯងទៅមិនបាច់បារម្ភពីខ្ញុំទេ ជីជីងឆឹងខ្ញុំត្រូវការលោកខ្ញុំត្រូវតែបានលោកមកទាល់តែបានកូនម៉ាក់កូនគិតថាពេលនេះប៉ាកូនកំពុងធ្វើអីឬមួយកំពុងតែចោះសម្រងគ្នាជាមួយនឹងអ៊ំម្នាក់ហ្នឹង អាម៉ាន់ឮមកថាលោកដកខ្លួនចេញពីការប្រកួតប្រជែងមែនទេមានបញ្ហាអ្វីមែនទេហ៎មុននេះក៏ព្រមបោះបង់ការអភិវឌ្ឍ BC នៅក្រៅប្រទេសដើម្បីត្រឡប់មកវិញដណ្ដើមតំណែងការស្នងមរតកមិនក៏ឆាប់ចុះចាញ់ម្ល៉េះខ្ញុំគិតថានាងប្រហែលជាចង់បានតំណែងជាអ្នកស្រីគ្រួសារតកូជីហើយណែបើសិនជាការឆ្លាញ់លើកទី1អាចជាកំណត់ត្រាបេតិកភណ្ឌពិភពលោកខ្ញុំនឹងចុះឈ្មោះឲ្យនាងហើយណាស្រឡាញ់តែម្ខាងជាអានីងហេតុអីបានជានាងចំណាយពេលយូរដល់ថ្នាក់នេះគម្រោងការរបស់នាងមិនទាន់ដំណើរការទៅណាទេ ចាំបាច់មានការបំផុសគំនិតបង្ខំមិនបានទេ ហើយហេតុអីក៏នៅ BC ពេលដែលនៅក្បែរជីជីងជើបែរជាមានសមិទ្ធផលចេញមកជាបន្តបន្ទាប់នៅនឹកដល់ជីជីងជើទៀតមិនគិតចង់ជួយខ្ញុំទេមែនទេ អត់ទេ ជាអានីងនាងគួរតែមានភាពខ្មាស់អៀនខ្លាផងទៅនោះគឺជាពូបង្ការរបស់ខ្ញុំនៅក្នុងពោះនាងជាកូនរបស់គេនាងមិនខ្លាចគេយកទៅនិយាយដើមទេ ជីជីងហ្វឹងដឹងរឿងដែលខ្ញុំពពោះ ខ្ញុំមិនខ្វល់ទេថានាងនៅប្រើវិធីណា collection ថ្ងៃសេចក្តីស្រឡាញ់ត្រូវតែលើស BC អត់ទាន់តែបានបើនៅតែគិតមិនចេញទៀតទៅយកពី BC មកឲ្យយើង គ្មានថ្ងៃទេ នាងចង់ឲ្យគ្រប់គ្នាដឹងថានាងជាមនុស្សរមើសគុណបែបនេះមែនទេចាក់ពីក្រោយខ្នងខ្ញុំដែលខ្ញុំធ្លាប់ជួយនាងរហូតធ្វើឲ្យខ្លួនឯងទន់ខ្សោយហើយតែដេកជាមួយលពូហើយមានកូនគេទៀតជីអានីងការអត់ធ្មត់យើងមានដែនកំណត់ ប្រធានជីព
ពេលនេះគ្មានអ្នកណាមកដណ្ដើមតំណែងជាមួយលោកទៀតទេមិនមកផឹកម្នាក់ឯងទៀត បើមិនដោយសារតែជីអានីងនៅក្នុងចិត្តគេមានតែជីចិញ្ចឹមម្នាក់ទេគេគ្មានអារម្មណ៍ជួយយើងឡើយ ប្រធានជីពួកយើងមករួមដៃគ្នាល្អទេខ្ញុំនឹងធ្វើឲ្យជីអានីងកាត់ចិត្តពីជីជីងឈើតតែបាន នាងមានវិធីស្អីទៅ ទៅលួចទូរស័ព្ទជីអានីងហើយផ្ញើសារទៅឲ្យជីងឈឹងណាត់ជួបគេនៅឯសន្តាគាររឿងនៅសល់ទុកឲ្យខ្ញុំជាអ្នកចាត់ការចុះ អ្នកនាងចាងខ្លាចទៅជាមីងថ្លៃរបស់ខ្ញុំតាមែនដែរទេរីករាយដែលបានរួមដៃជាមួយខ្ញុំ ក្រោយពីការព្យាយាមរបស់ពួកយើងតម្លៃទីផ្សាររបស់ពួកយើងពេលនេះឡើងទៅដល់ 20,000 លានហើយ លោកពូខ្ញុំពិតជានឹកលោកខ្លាំងណាស់ខ្ញុំនឹងចាំលោកនៅបន្ទប់សន្តាគារហើយមិនបាច់តបវិញទេ ពេលនេះអ្នកគ្រប់គ្នានិយាយបន្តចុះ ចូលមកតាំងពីពេលណា ខ្ញុំទើបតែចូលមកទេមើលការងាររបស់នាង ក្រុងឆ្អឹងដំបងរួចរាល់ហើយគ្រាន់តែមានរឿងលំអិនបន្តិចតួចដែលយើងចាំបាច់ត្រូវពិភាក្សាគ្នាជាមុនសិន ហត់នឿយបន្តិចហើយអានីងនាងធ្វើការបន្តទៅខ្ញុំចេញទៅវិញហើយ លោកជីមែនទេអ្នកនាងអានីងឲ្យខ្ញុំយកសោកាតមកឲ្យ អានីង អាឡូ អានីងលោកអាម៉ាននៅជាមួយនេះដែរទេ ខ្ញុំមិនបានជួបលោកពូមកច្រើនថ្ងៃហើយមានអីមែនទេ ថ្ងៃមិញមានការប្រជុំអាម៉ាន់ទទួលបានសារពីណានាងហើយក៏ប្រញាប់ចេញទៅពេលនេះមានការងារជាមិនទាន់តាក់ទងទៅគាត់មិនបានទេ ខ្ញុំមិនបានផ្ញើសារទៅលោកពូទេលោកពូខ្ញុំពិតជានឹកលោកពូខ្លាំងណាស់មករកខ្ញុំនៅបន្ទប់សន្តាគារណាមិនបាច់ឆ្លើយតបទេចូលមកតាំងពីពេលណានឹង ខ្ញុំចូលមកមើលការងាររបស់នាងតើដល់ណាទៅហើយ ជេជីងហ្វឹងផ្ញើទៅរកគេលោកពូ លោកពូលោកពូលោកពូអើយ បានហើយឈប់យំទៅ លោកពូខ្ញុំនឹកពូតូចខ្លាំងណាស់ ខ្ញុំក៏នឹកនាងខ្លាំងដូចគ្នាដែរនាងផ្ញើសារមកខ្ញុំមែនទេហេតុអីបានជានាងមកយឺតបែបនេះ ខ្ញុំមិនបានផ្ញើសារទេលោកពូមិនអីទេអី ហើយចង់ផ្ញើសារមករកខ្ញុំមែនទេ ខ្ញុំ ជីជឹងឆឹងទីបំផុតជាចាប់ឯងបានហើយយើងពិតជាចង់ឃើញខ្លាំងណាស់ស្រីម្នាក់ណាទៅតែសុកធ្វើឲ្យឯងនេះចេញមកទាំងបែបនេះ
ស្លាប់ហើយពិតជាលក់មុខយើងខ្លាំងណាស់លក់មុខយើងខ្លាំងណាស់ពិតជាលក់មុខយើងខ្លាំងណាស់យើងថាហើយ លោក មិនអីទេខ្ញុំហៅគាត់មករកខ្លួនឯងតាខ្ញុំទៅជុំនឹងស្រីម្នាក់រួចហៅខ្ញុំនឹងត្រឡប់មកវិញហើយក៏ធ្វើឲ្យគាត់ខឹង លោកធ្វើអីហ្នឹង កុំធ្វើអញ្ចឹងមើលអានេះជីងហ្វឹងមិនបានកាត់អីទេគឺគេក៏ហត់នាងតា លោកដឹងបានចឹងម៉េច ពីព្រោះខ្ញុំដឹងថានាងស្រឡាញ់ខ្ញុំរហូតញ៉ាំមកច្រើនណា បងប្រុសគឺជាមនុស្សដែលបងស្រីអានីងស្រឡាញ់មែនទេ ហេតុអីបានឯងសួរបែបនេះ អញ្ចឹងមកជាមួយខ្ញុំមកបងអានីងប្រាប់ថាម្នាក់នេះគឺជាមនុស្សដែលគាត់ស្រឡាញ់ខ្លាំងណាស់គេមានមុខមាត់ឲ្យបងប្រុសអញ្ចឹង ចង់ប្រាប់ថាបងអានេះជាអ្នកគូរូបមែនទេនេះមែនទេមនុស្សដែលគេស្រឡាញ់ ថែមទាំងគោបណ្ដាយកបណ្ដាទៀតផង ក្រោយមកលោកក៏ទៅមណ្ឌលកុមារកំព្រា ខ្ញុំបានទៅស៊ើបពីរឿងជីងហ្វឹងហើយតាក់តងទៅកន្លែងមន្ទីរពេទ្យហើយគេថាអាការៈនឹងคล้ายៗទេ ណាស់ហើយចុះពេលនេះគេមិនសល់អ្វីទៀតទេឆាប់ទៅអធិប្បាយឲ្យលោកតាបានដឹងរឿងនេះ គាត់គឺជាអ្នកបិទទ្វារមិនអញ្ចឹងហ៎ 7 ខែក្រោយមក កូនម៉ាក់មើលទៅលោកប៉ាទៅឧស្សាហ៍ធ្វើការកម្រិតណា អានីងនិយាយអីហ្នឹង មានឯណា មកណា ពូតូច មកធ្វើឈឺឯណាគិតថាបងលេងអញ្ចឹងហ៎ មិនមែនទេបាយទឹកភ្លុះហើយ 3 ឆ្នាំមុនមើលទៅចដាយជន់នេះខុសហើយគេធ្វើយ៉ាងម៉េចទៅ អ្នកនាងយ៉ាងម៉េចហ្នឹងកើតអីហើយ អានីង ពូតូច 3 ឆ្នាំមុនពូជាអ្នកជួយខ្ញុំមែនទេ នាងទើបតរឹងមែនទេ ខ្ញុំខំតែគិតថាជាជីងហ្វឹងទើបខ្ញុំជ្រើសយកគេរហូតមក ខ្ញុំជាអ្នកបីនាងចុះទៅជាង20ជាន់ឯណោះណា អរគុណណាស់ដែលស្រឡាញ់ខ្ញុំមករហូត